ជាបវរកញ្ញាតំណែងលំដាប់រងលើឆាកអន្តរជាតិគុណកនិកាកំពុងទទួលការចាប់អារម្មណ៍លើស្នាដៃថ្មីជាតួឯកស្រីក្នុងភាពយន្តខ្នាតធំមួយចានិយាយពីស្រីស្អាត Freshy Girl លេខ1ចំនួនទី21យុវតីគុណកនិកាមហាជនបានជ្រាបហើយថានាងក៏ជាម្ចាស់មកុដចានិកាវិធីបវរកញ្ញាយុវតី Miss Ten Icon Cambodia 2024ចានឹងបានបំពេញបេសកកម្មប្រកួតលើឆាកអន្តរជាតិដ៏មានមោទនភាពគឺទទួលបានតំណែងជ័យលាភីលំដាប់រងទី3ចានៃកម្មវិធី Miss Ten Icon International 2025ទៀតផងចាក្រៅពីជោគជ័យមួយកម្រិតលើវិស័យបវរកញ្ញាកន្លងមកចាគុណកនិកាក៏ទទួលបានការចាប់អារម្មណ៍និងសរសើរខ្លាំងលើវិស័យសម្ដែងដែរដោយបវរកញ្ញាវ័យក្មេងរូបនេះកំពុងក្តាប់បានប្រជាប្រិយភាពនិងទីផ្សារខ្លាំងតាមរយៈស្នាដៃសម្ដែងដ៏ប៉ិនប្រសប់ចាក្នុងភាពយន្តខ្មែរជាច្រើនទាំងភាពយន្តភាគនិងភាពយន្តខ្នាតធំចាជាក់ស្ដែងក្រៅពីផ្ទេរមកុដ Miss Ten Icon Cambodia ប៉ុន្មានខែមកដល់ថ្មីនេះស្របពេលគុណកនិកាកាន់តែប្រឡូកចូលវិស័យភាពយន្តពេញទំហឹងនាងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើស្នាដៃសម្ដែងជាតួឯកស្រីជាពិសេសក្នុងភាពយន្តធំរឿងព្រីបំពេកូនដែលកំពុងចាក់បញ្ចាំងក្នុងរោងកុនទទួលបានការគាំទ្រនិងសរសើរពីមហាជនជាច្រើនផងដែរ